គ្រូនេះគ្រូបងពូតាជីបងប្អូនអរគ្នាថ្វាយទៅកាន់ប្រងថ្ងៃនេះយើងនឹងបន្តនឹងអធិដ្ឋានទៅកាន់ប្រងអ្វីដែលយើងកំពុងតែត្រូវការជាពិសេសនៅប្រទេសជាតិកម្ពុជារបស់យើងគឺត្រូវការយើងទាំងអស់គ្នាដើម្បីនឹងអធិដ្ឋានឲ្យព្រះអង្គជាអ្នកដែលប្រទានពរមកកាន់ប្រទេសជាតិកម្ពុជារបស់យើងអាមែនបងប្រទានពរថ្ងៃនេះប្រងឲ្យយើងឃើញពីអ្វីដែលខាងមិនដែលស្ដាយដែលស្ដាយដែលបានសម្រាប់ចេញទៅដើម្បីធ្វើការថ្វាយព្រះយេស៊ូវសូមឬដងយ៉ាងណាក៏ត្រង់តែជីវិតបានជួបក្តីអមណរីរទឹងតែយើងខំមកที่ស្ថាតាមដែលព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយក្រុមវេលានាំយើងឆ្ពោះទៅរកជោគជ័យយើងនឹងសុខទ្រង់ទោះបីលំបាកយ៉ាងណាឬផ្លូវនៅវេជ្ជយើងនឹងទៅរហូតលំមកណាព្រះអង្គនឹងប្រទានពរដល់ទ្រង់ជួបជាខ្មែរទ្រង់ស្មោះត្រង់ចំពោះที่สถานตรงนั้นสาวสอนที่เธอเอาบ้านเรื่องราวโจมตีอ่อนเรียวเรียวรอตรงมันได้สดายได้บ้านสองราชาเจนเดินដើម្បីធ្វើការថ្វាយព្រះយេស៊ូវសូមឬទោះយ៉ាងណាក៏ទ្រាំទៅជីវិតបានជួបក្តីអមណរីអន្តឹងតែយើងខំអធិស្ឋានព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយក្រុមវេលានាំយើងឆ្ពោះទៅរកជោគជ័យនឹងចេញទៅរកទីក្នុងកម្ពុជាអរពីដួងចិត្តជីវិតយើងនឹងសុខទ្រង់ទោះបីលំបាកយ៉ាងណាយើងនៅវេទឆ្ងាយយើងទៅរហូតលំមកណាព្រះអង្គនឹងប្រទានពរដល់ក្រុមជនជាតិខ្មែរទ្រង់ស្មោះត្រង់
តាយីយើងនៅតែទៅថាសម្រាប់កម្ពុជារបស់យើងហើយយើងនឹងថាប្រទេសទិដ្ឋភាពនៃប្រទេសជាតិកម្ពុជារបស់យើងកំពុងតែមានបញ្ហាជាច្រើនថ្ងៃនេះយើងខ្វាយនៃការប្រងយើងចេញទៅយើងខ្វាយនៃការប្រងជួយគ្នាចេញទៅក្នុងទីដើម្បីថ្វាយនៃការប្រងជួយគ្នានៅកម្ពុជានេះគឺជាកម្ពុជាមួយដែលខ្វាយនៃការប្រងកម្ពុជាសម្រាប់ព្រះគ្រីស្ទយើងនឹងស៊ឺត្រង់ជាយើងយកមកលេចបែរខ្វាយយ៉ាងណាទោះបីជាការលំបាកជាច្រើននៅរឿងនៃជីវិតរបស់យើងមិនឲ្យយើងបានបែរមិនឲ្យយើងបានខ្វាយនៅការប្រងតែសូមយើងជំនះគ្រប់ទាំងការទាំងនោះគាត់ព្រៀបរាប់នឹងទានផងមកកាន់យើងរូបជនជាតិខ្មែរទ្រូស្មោះត្រង់ចំពោះក្តីអធិស្ឋានទ្រូនឹងស្រោចស្រង់ជាតិយើងឲ្យបានรู้រឿងឡើងចូលបន្តពីមានរងនឹងចេញទៅទ្រូទីក្នុងកម្ពុជាមកពីដួងใจជីវិតយើងនឹងស៊ូទ្រង់ទោះបីលំបាកយ៉ាងណារៀបលើវេឆ្ងាយយើងនឹងទៅរហូតលោកអូរណាព្រះអង្គនឹងប្រទានពរដល់ព្រមជួយជីវិតខ្មែរទ្រង់ស្មោះត្រង់ចំពោះក្តីអធិស្ឋានទ្រង់នឹងស្រោចស្រង់ជាតិយើងឲ្យបានរួមរៀងឡើងចូលបន្តអង្គពីមានរកទ្រង់យើងចេញទៅរឿងទីក្នុងកម្ពុជាអពីដួងใจជីវិតយើងនឹងស៊ូទ្រង់ទោះបីលំបាកយ៉ាងណារៀបលែងវេឆ្ងាយយើងនឹងទៅរហូតលោកមរណាព្រះអង្គនឹងប្រទានពរដល់ក្រុមជនជាតិខ្មែរទ្រង់ស្មោះត្រង់ចំពោះក្តីអធិស្ឋានទ្រង់នឹងស្រោចស្រង់ជាតិយើងឲ្យបានរួមរឿងឡើងចូលបន្តអង្គទីមានរកទ្រង់ចូលបន្តអង្គពីមាន